ចំពោះកូនក្មេងដែលមានជំងឺភ្នែកឡើងបាយពីកំណើតការព្យាបាលដែលត្រឹមត្រូវគឺការវះកាត់បងគ្រាន់តែថាក្នុងករណីខ្លះដែលអូននៅតូចពេកហើយបាយភ្នែករបស់គាត់វាអត់ទាន់ធ្ងន់ធ្ងរអត់ទាន់ខ្លាំងដែលធ្វើឲ្យបាំងការមើលឃើញរបស់គាត់ដែលគាត់ប្រឈមមួយនឹងភ្នែកខ្ជិលខ្លាំងគ្រូពេទ្យអាចពន្យាពេលតាមដានមើលបន្តដើម្បីឲ្យអូនគាត់អាយុរៀងធំបន្តិចបានយើងធ្វើការវះកាត់តាមក្រោយការពាក់វ៉ែនតាក្នុងករណីខ្លះគ្រាន់តែជាការព្យាបាលដើម្បីពន្យាពេលទេមួយទៀតសម្រាប់ការវះកាត់ទៀតសោតក្នុងករណីដែលកូនក្មេងតូចជាងអាយុ2ឆ្នាំគឺការវះកាត់ហើយគឺយើងអាចអត់ទាន់ដាក់កែវសិប្បនិមិត្តចូលក្នុងភ្នែកគាត់ទេគឺយើងគ្រាន់តែវះបកបាយនឹងចេញហើយយើងឲ្យគាត់ពាក់វ៉ែនតាដើម្បីជួយឲ្យគាត់មើលឃើញដល់ពេលដែលគាត់អាយុលើសនឹងឡើង2ឆ្នាំឡើងលើបានយើងអាចដាក់កែវចូលទៅគឺគាត់អាចមើលឃើញដោយមិនបាច់ពាក់វ៉ែនតាឬក៏កែតម្រូវលេខវ៉ែនតាតែលេខវ៉ែនតាស្ដើងអត់ប្រើលេខវ៉ែនតាក្រាស់ចា៎អញ្ចឹងត្រឡប់មកវិញចំពោះភ្នែកកុមារដែលមានបញ្ហារឿងឡើងបាយការព្យាបាលដែលត្រឹមត្រូវគឺការវះកាត់នឹងឯង